សួស្តីថ្ងៃនេះខ្ញុំចង់ណែនាំសភៅពីរក្បាលដែលខ្ញុំចូលចិត្តបំផុតទោះបីទៅរៀនឬក៏ទៅធ្វើការនៅក្រៅប្រទេសក៏ខ្ញុំដាក់សភៅពីរក្បាលហ្នឹងមកតាមខ្លួនដែរដូចយើងដឹងហើយនៅក្នុងសង្គមមនុស្សយើងម្នាក់តែមានមិត្តភ័ក្តិហើយមិត្តខ្លះហ្នឹងក៏យើងស្និទ្ធស្នាលមិត្តខ្លះក៏មិនសូវស្និទ្ធស្នាលហើយខ្លះក៏ជាមិត្តល្អទៅទៀតហ្នឹងទៅអញ្ចឹងការបែងចែកកម្រិតនៃការរាប់អានមិត្តភ័ក្តិហ្នឹងវាមានទៅតាមកម្រិតភាពស្និទ្ធស្នាលភាពជឿទុកចិត្តអីចឹងទៅអ្នកខ្លះពេលខ្លះគាត់មករយៈពេលខ្លីនៅពេលដែលគាត់សម្រេចបំណងកម្មវត្ថុរបស់គាត់មកស្គាល់យើងហើយក៏ឲ្យរៀងខ្លួនទៅហើយយើងក៏ដូចគ្នាដែរពេលខ្លះយើងទៅរាប់អានគេដើម្បីពឹងពាក់គេអាហ្នឹងជារឿងធម្មតាក្នុងសង្គមមនុស្សយើងអញ្ចឹងខ្ញុំជឿថាទាំងអស់គ្នាប្រកបជាមានណាមិត្តភ័ក្តិស្និទ្ធស្នាលមិត្តភ័ក្តិមិនសូវស្និទ្ធស្នាលមិត្តភ័ក្តិរាប់អានគ្នាថ្មីមិត្តភ័ក្តិរាប់អានគ្នាយូរវែងអីទាំងអស់ហ្នឹងប្រកបជាមានណាអញ្ចឹងយើងប្រៀបធៀបមួយមិត្តភ័ក្តិបើយើងប្រៀបធៀបជាមួយនឹងសភៅវាស្តៀងគ្នាដែរជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំធ្លាប់អានសភៅអស់មួយចំនួនដែរប៉ុន្តែក្នុងចំណោមទាំងអស់ហ្នឹងខ្ញុំមានសភៅពីរក្បាលដែលខ្ញុំចូលចិត្តអានហើយគិតថាជាមិត្តភ័ក្តិល្អរបស់ខ្ញុំដូចយើងរាប់អានចាអញ្ចឹងខ្ញុំអានពីរក្បាលហ្នឹងក៏ដកជាប់ចិត្តសភៅពីរហ្នឹងខ្ញុំអានចប់ម្ដងចប់ពីរដងប៉ុន្តែនៅពេលទំនេរពីការងារខ្ញុំតែងតែយកមកអានឡើងវិញមកមើលចំណុចដែលខ្ញុំបាន highlight និយាយទៅអត់ធុញយើងអានអត់ធុញព្រោះយើងចូលចិត្តអានអាសភៅហ្នឹងវាមានខ្លឹមសារវាមានអត្ថន័យល្អសម្រាប់យើងក្នុងការអនុវត្តប្រចាំថ្ងៃក្នុងការពេញការងាររបស់យើងវាដូចជាយើងមានមិត្តភ័ក្តិអញ្ចឹងគ្រាន់តែខុសគ្នាគ្រាន់តែសភៅវាអត់វិញ្ញាណមិត្តភ័ក្តិមនុស្សមានវិញ្ញាណអីចេះនិយាយទៅតែសភៅវាមានខ្លឹមសារមានគំនិតនៅក្នុងហ្នឹងអញ្ចឹងបើត្រឡប់មកវិញនិយាយមួយសភៅដែលយើងចូលចិត្តវាដូចយើងអានសភៅដែលយើងចូលចិត្តវាដូចយើងនិយាយជាមួយមិត្តភ័ក្តិដែលយើងនិយាយត្រូវសាច់រឿងចូលសាច់រឿងនិយាយគ្នាទោះនិយាយយូរយ៉ាងណាក៏មិនចេះធុញមិនចេះអស់រឿងនិយាយដូចគ្នាអញ្ចឹងនៅពេលយើងអានសភៅដែលយើងចូលចិត្តយើងអានហើយអានទៀតក៏យើងអត់ចេះចំណាយតោះកុំឲ្យបាច់ហូស្ទឹងវែងឡាយខាតពេលយូរឥឡូវយើងមកស្គាល់ទាំងអស់គ្នាសភៅដែលជាសម្លាញ់ពីរក្បាលរបស់ខ្ញុំហ្នឹងសភៅសំណែននាំសភៅទី1មានចំណងជើងថាស្រីហេតោបទេសសភៅនេះជាស្នាដៃចំណាស់ហើយជាស្នាដៃតាក់តែងចងក្រងរបស់បញ្ញវន្តសង្ឃយើងមួយអង្គព្រះអង្គមានព្រះនាមថាព្រះអង្គប៉ាងខាត់បោះពុំផ្សាយនៅក្នុងឆ្នាំ1954ក៏ទៅយូរប៉ុន្តែខ្លឹមសារអត្ថន័យនៅអប់រំនៅក្នុងសភៅហ្នឹងវាអត់សាបសូន្យទេខ្លឹមសារល្អយើងអាចមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃយើងបានអត់ចេះហួសដលេបាននិយាយពីប្រវត្តិដែលខ្ញុំស្គាល់សភៅហ្នឹងខ្ញុំធ្លាប់ទៅឮការនៅរៀនវិទ្យាល័យធ្លាប់ឮស្រីតោប្រទេសមិនដែលបានអានរហូតដល់ថ្ងៃមួយខ្ញុំចូលរួមជំនួបសំណេះសំណាលរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភាសប្តាហ៍ថ្ងៃហ្នឹងជាមួយសិស្សនិស្សិតហើយរួចទៅនៅពេលក្រោយជួបសំណេះសំណាលហើយទៅគេមានកាដូមានតាកាដូអញ្ចឹងទៅជាសភៅចែកជូនអ្នកចូលរួមហ្នឹងអញ្ចឹងសភៅហ្នឹងខ្ញុំបាននៅពេលហ្នឹងកាលហ្នឹងគាត់មានពេលមកអង្គុយអានឲ្យអស់អត្ថន័យឯក្នុងហ្នឹងដែរប៉ុន្តែកាលហ្នឹងពងរៀនដោយសារតែ stress ពេកយើងធ្វើនិកាយបបត្តិធ្វើអត់ចេញទៅក៏ទាញសភៅហ្នឹងមកមើលលេងទៅក៏ជក់ចិត្តទៅអានដល់ចប់កាលហ្នឹងម្ដងទៅអញ្ចឹងតោះមកដល់ចំណុចនេះខ្ញុំចង់លើកឡើងពីទស្សនៈរបស់ខ្ញុំចំពោះសភៅស្រីតោប្រទេសហ្នឹងសភៅនេះបើតោះគ្នាចង់អានអាចរកបាននៅស្រុកខ្មែរគេមានលក់ពេញកន្លែងលក់សភៅហ្នឹងក្នុងសភៅនេះគេចែកចេញជា4ផ្នែកធំអញ្ចឹងក្នុងផ្នែកទី1គេនិយាយពីការសាបគប់មិត្តផ្នែកទី2គេនិយាយពីការបំបែកមិត្តផ្នែកទី3គេនិយាយពីសង្គ្រាមនិងផ្នែកទី4គេនិយាយពីសន្តិភាពក្នុងផ្នែកទី1និយាយជារួមទៅគេប្រាប់ពីវិធីសាស្ត្រដើម្បីសាបគប់មិត្តយុទ្ធសាស្ត្រដើម្បីធ្វើម៉េចឲ្យយើងអាចរកបានកល្យានមិត្តហើយក្នុងផ្នែកទី2ហ្នឹងគឺផ្ទុយមកវិញគេប្រាប់ពីវិធីសាស្ត្រឲ្យយើងដឹងពីគំនិតឬក៏យុទ្ធសាស្ត្របំបែកបាក់របស់អ្នកផ្សេង
និយាយនេះមិនដើម្បីឲ្យយើងទៅបំបែកបំបាក់គេណាប៉ុន្តែយើងដឹងពីយុទ្ធសាស្ត្ររបស់គេនឹងចំពោះអត្ថបទដែលគេចងក្រងនៅក្នុងសភៅនេះមានលក្ខណៈដូចជារឿងព្រេងនិទានអប់រំរឿងទៅគេដាក់គតិអប់រំនៅក្នុងរឿងព្រេងនិទាននឹងចំណុចមួយដែលគួរឲ្យកោតសរសើរស្នាដៃបកប្រែនេះគឺអ្នកនិពន្ធព្រះអង្គបានបកប្រែពីច្បាប់ដើមជាភាសាសំស្ក្រឹតហើយបកជាភាសាខ្មែរអញ្ចឹងទៅចំណេះដឹងខាងភាសាសំស្ក្រឹតហើយនឹងអក្សរសាស្ត្រខ្មែររបស់ព្រះអង្គខ្លាំងតាក់ទងជាមួយនឹងរបៀបផ្ទៀងផ្ទាត់ព្រោះឯកសារនេះសភៅនេះជាលក្ខណៈបកប្រែអញ្ចឹងចាំបាច់អ្នកបកប្រែទៅផ្ទៀងផ្ទាត់ឲ្យច្បាស់ហើយដូច្នេះហើយបានជាខ្ញុំឃើញពិខុបាងខាត់ព្រះអង្គផ្ទៀងផ្ទាត់ជាមួយនឹងឯកសារពីរទៀតទី1គឺរបស់អ្នកនិពន្ធសៀមដែលគាត់បកប្រែសភៅនឹងដែរអ្នកនិពន្ធឈ្មោះនាគប្រទីបទី2គាត់ផ្ទៀងផ្ទាត់ជាមួយនឹងឯកសារជាភាសាបារាំងបកដោយជនជាតិបារាំងឈ្មោះ Edouard Long-Zero អូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេចាំថ្ងៃស្អែកខ្ញុំនឹងជម្រាបជូនពីសៀវភៅក្បាលទី2គឺ Cambodia's Foreign Policy ដែលនិពន្ធដោយ Roger Smith នេះជាភាសាអង់គ្លេសអរគុណដែលបានតាមដានស្ដាប់រហូតដល់ចប់ជួបគ្នាវីដេអូក្រោយនៅថ្ងៃស្អែក